Thnaដឹកនាំបកភិគណៈកម្មាធិការប្រជាជនសង្កាត់មីស្វីងបានអញ្ជើញទៅសួរសុខទុក្ខលើកទឹកចិត្តព្រះសង្ឃគណៈកម្មការវត្តគ្រូបង្វឹកកីឡាករក្រុមទូកងវត្តជ្រោយទំចាស់និងវត្តស្រឡុងនៅកន្លែងនីមួយៗក្រុមប្រតិភូបានសួរសុខទុក្ខលើកទឹកចិត្តគណៈកម្មការវត្តកីឡាករនិងក្តាប់សភាពការវឹកហាត់របស់ក្រុមថ្នាក់ដឹកនាំសង្កត់ធ្ងន់ពិធីបុណ្យអកអំបុកប្រណាំងទូកងទីក្រុងកឹងខើឆ្នាំ2025ជាពិធីបុណ្យធំដោយមានសកម្មភាពបំពាក់លក្ខណៈប្រពៃណីល្អស្អាតរបស់ជនរួមជាតិខ្មែរប្រងហេតុនោះដើម្បីរួមចំណែកលើកកម្ពស់តម្លៃប្រពៃណីនិងគប់វល់ក្នុងការជោគជ័យរួមរបស់ពិធីបុណ្យក្រុមទូកងចូលរួមដោយស្មារតីសាមគ្គីកីឡាថ្លៃថ្លានិងបដិញ្ញាចិត្តដើម្បីមានចំណាត់ថ្នាក់ខ្ពស់ឆ្នាំនេះសង្កាត់មីស្វីងមាន3ក្រុមទូកចោះឈ្មោះចូលរួមប្រកួតក្នុងនោះវត្តស្រឡងមានទូកចំនួន2នាឱកាសនេះថ្នាក់ដឹកនាំសង្កាត់មីស្វីងរួមនឹងអាជីវកម្មលើភូមិសាស្ត្រក៏បានជូនអំណោយដល់ក្រុមទូកងដើម្បីជំនួយលើកទឹកចិត្តកីឡាហ្វឹកហាត់និងប្រកួតល្អ